ឬអាប៉ានិងតៃនេះជារឿងដំណើរពីយងឡុងណាស់មកហើយមានបារម្ភនេះឈ្មោះនៃប៉ាមានស្រែគេរបស់ឪពុកម្ដាយឆ្ងាយពីភូមិដល់រដូវស្រូវទុកនៃប៉ាត្រូវទៅស្នាក់នៅក្នុងខ្ទមចាំស្រែតម្រាំច្រូតកាត់ស្រូវរួចរស់ទីនោះមានតែវាលស្រែល្វឹងល្វើគ្មានមនុស្សរស់នៅជិតខាងទេប៉ុន្តែនៃប៉ាជាមនុស្សមិនចេះខ្លាចអ្វីក៏រស់នៅច្រូតកាត់ជាធម្មតានៃប៉ាមានចបៃមួយក្រនកំដៅកាយអបសុខរាល់យប់ពេលសម្រាប់ពីការងារនៃប៉ាយកចបៃមកដេញច្រៀងលេងរៀងរាល់ជប់តែម្នាក់ឯងសំលេងចបៃនៃប៉ាពីរោះណាពេលនោះមានខ្មោចស្រីម្នាក់ឈ្មោះនាងតៃចង់ស្ដាប់ចបៃក៏ប្រែកាឡាជាមនុស្សស្រីមានរូបស្អាតមកអង្គុយអាំងភ្លឺក្រោយខ្ទមរបស់នៃប៉ាយូរបន្តិចទៅនៃប៉ាក្រឡេកទៅក្រោមខ្ទមឃើញមនុស្សស្រីនៃប៉ាក៏សួរថាណ៎ណាមកអង្គុយក្រោមខ្ទមនេះនៃប៉ាឃើញនាងតៃក៏ថាប្រហែលជាខ្មោចហើយព្រោះគ្មានស្រីក្រមុំអាណាហ៊ានមកទីនេះតាំងយប់ទេនៃប៉ាក៏ស្រីសួរនាងតៃថាតើនាងជាមនុស្សឬខ្មៅនាងតៃឆ្លើយប្រាប់តាមត្រង់ថាជាខ្មៅប៉ុន្តែនៃប៉ាមិនខ្លាចទេសួរទៅវិញថានាងមករកអីនាងតៃឆ្លើយថាមកស្ដាប់ចបៃនៃប៉ាក៏ហៅឲ្យនាងតៃឡើងមកលើខ្ទមរួចដេញចបៃឲ្យនាងស្ដាប់អ្នកទាំងពីរបានស្រឡាញ់គ្នារស់នៅជាមួយគ្នាជាប្តីប្រពន្ធនៃប៉ារួមរស់ជាមួយនាងតៃរហូតដល់ច្រូតស្រូវអស់ពីស្រែនាងតៃខ្លាចនៃប៉ាទៅចាក៏សម្លុតនៃប៉ាថាបើហ៊ានតែចោទនាងនោះនាងនឹងតាមសម្លាប់ប៉ាហើយនៃប៉ាក៏សុំនាងតៃដឹកស្រូវយកទៅភូមិទុកឲ្យឪពុកម្ដាយស្ដាប់ហើយវិលត្រឡប់មកវិញមិនតែចោទនាងទេនាងតៃយល់ព្រមពេលដឹកស្រូវរួចនៃប៉ាត្រឡប់មករស់នៅជាមួយនាងតៃវិញតាមពាក្យសន្យានាងតៃបាននាំនៃប៉ាទៅសំពះសួរបងប្អូនខ្មោចរបស់នេះថ្ងៃមួយពួកខ្មាំងបបួលនៃប៉ាចេញទៅរកមហោនៃប៉ារស់នៅជាមួយខ្មាំងដោយរស់នៅជាមួយមនុស្សធម្មតាព្រោះនៃប៉ាមិនខ្លាចខ្មោចសោះពួកខ្មាំងចេញដើរមិនប្រឹកតាហាងរកមហោមិនបានស្រាប់តែជួបកង្កែបមកពួកខ្មោចខ្លាចនាំគ្នារស្រែកថាប្រយ័ត្នវើកូនជឿដំរីធំណាស់នៃប៉ាខំរកមើលដំរីតែមិនឃើញសោះឃើញតែកង្កែបមកលោតមកត្រង់នោះនៃប៉ាក៏ចាប់កង្កែបដាក់ក្នុងថង់ដើរធ្វើប្រងើចំណែកពួកខ្មោចទាំងអស់នោះចេះតែស្រែកថាប្រយ័ត្នវើកូនជឿដំរីស្ដោះមួយធំណាស់ហើយស្រែកសួរថាអាប៉ាឃើញដំរីទេពួកខ្មោចនាំគ្នារត់ព្រោះខ្លាចដំរីនៃប៉ាឆ្ងល់ណាស់មិនដឹងថាពួកខ្មោចរត់ព្រោះរឿងអ្វីពេលនៃប៉ាដើរតតពួកខ្មោចសួរនៃប៉ាថាមានឃើញសត្វដំរីទេវាគួរខ្លាចណាស់នៃប៉ាប្រាប់ថាមិនបានឃើញដំរីទេប៉ុន្តែនៃប៉ាមិនអស់ចិត្តសោះដំរីជាសត្វធំណាស់ហេតុអ្វីក៏ខ្លួនមើលមិនឃើញដូចនេះនៃប៉ាអូតប្រាប់ពួកខ្មោចថាចាប់បានកង្កែបមួយតែប៉ុណ្ណោះមិនអត់មកហូបទេខ្មោចចង់ឃើញកង្កែបនៃប៉ាក៏ស្រែកថោកចាប់កង្កែបលើកបង្ហាញពួកខ្មៅពេលនោះពួកខ្មោចនាំគ្នាស្រែកភ័យខ្លាចរត់ប្រញាប់ទៅនៃប៉ាដឹងថាពួកខ្មោចខ្លាចកង្កែបចាត់ទុកកង្កែបជាដំរីទៅវិញធ្វើឲ្យនៃប៉ាអស់សម្លេចម្នាក់ឯងដល់នឹកខូចចិត្តខ្មោចគិតថាទុកឲ្យប្តីនាងតៃនៅទីនេះតទៅទៀតមិនបានទេព្រោះវាខ្លាំងប្រកែកណាស់វាហ៊ានចាប់ដំរីដាក់ក្នុងថង់បែបនេះពួកខ្មោចប្រាប់នាងតៃឲ្យនៃប៉ាត្រឡប់ទៅភូមិស្រុកវិញចុះអញមិនឲ្យវារស់នៅទីនេះតទៅទៀតទេនៃប៉ាក៏បានរួចខ្លួនវិលត្រឡប់មកភូមិវិញយ៉ាងសោកសៅដោយសារតែភាពឆក់ល្ងង់របស់ពួកខ្មៅស្នេហារវាងមនុស្សហើយនិងខ្មៅជារឿងមួយដ៏ចម្លែកដិតជាប់ក្នុងចិត្តនៃប៉ាជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយប៉ុន្តែខ្មោចនិងមនុស្សមានពិភពរស់នៅផ្សេងគ្នាទូយ៉ាងណាក៏នៃប៉ាត្រូវតែឃ្លាតឆ្ងាយពីនាងតៃរួចវិលត្រឡប់មករកពិភពពិតរបស់គេវិញ